ជំរាបសួរអ៊ំពូមីងនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកលេងទឹកជ្រោះកាចាញទៀតណាបងប្អូនបរិយាកាសល្អអ្វីដែលសំខាន់ទេសភាពស្អាតណាស់ហើយបើថាតាមដងផ្លូវទៅវិញណាបងប្អូននៅក្នុងចំការកស៊ូនិយាយពីថាស្អាតមែនទែនហើយបើបងប្អូនធ្វើដំណើរតាមខ្នោះជាតិក៏បានដែរប៉ុន្តែសម្រាប់ខាងខ្ញុំបាទចេញពីផ្ទះទៅគឺផ្លូវនេះចិត្តតែម្ដងអូយខប់សេរីអូស្អាតមែនទែនតែម្ដងអញ្ចឹងជាមួយនឹងការបង្ហាញជូនដល់បងប្អូននៅក្នុងការទស្សនាណាកន្លែងស្អាតអញ្ចឹងចាំការទៀតមកដើរដំណើរកម្សាន្តជាមួយនឹងខាងខ្ញុំបាទទាំងអស់គ្នាណាកែលោតមួយថាមានអារម្មណ៍មួយថា stress អញ្ចឹងណាបាទជិះម៉ូតូកាត់ stress បងប្អូនគយគុណនៅទេសភាពបាទសម្រស់បាទតាមផ្លូវមានជាមួយនឹងរុក្ខជាតិឡើងខៀវខ្ចីតែម្ដងអូយឃើញហើយតំណងនោះផ្លិចខ្លួនទេបងប្អូនហើយឥឡូវដល់ផ្លូវបាត់ជើណាហើយបងប្អូនភ្ញៀវទេសចរច្រើនមែនទែនដែលគាត់មកលេងមានទាំងភ្ញៀវជាតិនិងអន្តរជាតិណាបងប្អូនតែសម្រាប់ខាងខ្ញុំបាទបងប្អូនចូលចិត្តនៅក្នុងការ relax តាមតំបន់រមណីយដ្ឋានឲ្យតែថានឹកឃើញចង់ទៅណាគឺទៅតែម្ដងនិយាយទៅគឺថាអត់ព្រៀងទុកអរគុណឥឡូវគយគុណនៅសម្រាប់តាមផ្លូវចូលទៅដល់ខាងក្នុងបងប្អូនណានិយាយពីថាហុំព័ទ្ធទៅដល់នៅជាមួយនឹងព្រៃព្រឹក្សាអូនិយាយពីថាខប់សេរីពណ៌វិញឡើងស្រស់ស្អាតតែម្ដងឃើញហើយចាប់អារម្មណ៍ណាបើសិនជាខាងពុកម៉ែបងប្អូនបានឃើញទេសភាពអញ្ចេះហើយនឹកឃើញដល់ចំណុចទឹកធ្លាក់នឹងអូយខប់សេរីតែម្ដងមានទឹកសម្រាប់ឲ្យយើងនឹងគយគុណសម្រស់អីចឹងទៅបាទអាចនៅក្នុងការលក្ខណៈមួយថាស្រូបយកខ្យល់អាកាសបរិសុទ្ធអីចឹងណាបាទឃើញតែខាងខ្ញុំបាទបង្ហាញជូនបងប្អូនដឹងស្រាប់ហើយព្រោះថាទេសភាពស្អាតអញ្ចឹងតំបន់រមណីយដ្ឋាននៅក្នុងខេត្តរតនគិរីគឺចិត្តមែនតើហើយអ្វីដែលសំខាន់ជាងនោះពុកម៉ែបងប្អូនណាគាត់តែមកដល់កន្លែងចំណតម៉ូតូភ្លាមណា admin នឹកឃើញមុនគេនឹងតែម្ដងបាទគឺទឹកជ្រោះអូយខប់សេរីបាទឥឡូវយើងមកដល់ហើយនេះបាទ admin បាទបង្ហាញជូនដល់ខាងបងប្អូនថាសប្បាយចិត្តមែនតើដែលបានមកលេងនៅទឹកជ្រោះកាចាញអូយខប់សេរីតែម្ដងហើយទេសភាពវិញអូយខប់និយាយពីថាបរិយាកាសជ្រុងណាក៏ស្អាតដែរបងប្អូនអញ្ចឹងកន្លែងនេះផ្នែកខាងលើបងប្អូនផ្នែកខាងលើស្អាតប៉ុណ្្នឹងចុះទំរំតែផ្នែកខាងក្រោមទៀតណាបងប្អូនមានជាមួយនឹងការតុបតែងការរៀបចំនៅជាមួយនឹង spin yo ថ្មីបងប្អូនអញ្ចឹងវាមាន2នៅក្នុងទឹកជ្រោះកាចាញនេះមាន spin yo 2អាមួយឆ្លងកាត់ខាងលើអាមួយទៀតនៅខាងក្រោមអូនិយាយពីថាសម្រស់ស្អាតមែនតើហើយមួយវិញទៀតសោតបរិយាកាសល្អការរៀបចំស្អាតហើយទេសភាពវិញលក្ខណៈស្លឹកឈើទំលាស់ខ្ចីអញ្ចឹងណាបងប្អូនឃើញតំណមែនតើហើយនេះ spin yo ខាងលើបងប្អូនចាំមើល admin នៅក្នុងការឡើងលើ spin yo នឹងបង្ហាញជូនដល់ខាងបងប្អូនណាបាទតែសម្រាប់ទឹកវិញអូយខប់សេរីប៉ុណ្ណេះយើងលេងបានណាបងប្អូនបាទឥឡូវយើងដើរឆ្លងកាត់នៅជាមួយនឹង spin yo ខាងបាប៉ែកខាងលើនេះគឺដើរនៅក្នុងការអមទៅដល់ទស្សនីយភាពអីចឹងណាបងប្អូនបែគយគុណក្មេងៗនៅក្នុងការលេងទឹកអីចឹងទៅគយគុណទឹកពេលដែលកំពុងហូរឬបាទសំឡេងទឹកហូរអញ្ចឹងណាបងប្អូន relax អញ្ចឹងខាងលោកអ្នកនាងដែលកំពុងតែទស្សនាបងប្អូនបាទនៅក្នុងខេត្តរតនគិរីកុំភ្លេចមកលេងទឹកជ្រោះកាចាញបងប្អូននៅខេត្តផ្សេងចង់មកលេងអាចមកលេងបានបាទហើយបើថាអត់គ្នាអញ្ចឹងណាត់ admin បានព្រោះតែ admin ជួយចិត្តនៅក្នុងការដើរដំណើរកម្សាន្តដែរបើថាមានគ្នាកាន់តែល្អអញ្ចឹងកុំភ្លេចណាតាណាមកណាណាត់ admin ទៅជាមួយផងបានវីដេអូនៅក្នុងការទស្សនាទាំងអស់គ្នាណាអរគុណអញ្ចឹងពេលដែលយើងបានទៅអញ្ចឹងណាបងប្អូនចេញជាវីដេអូមួយคลิปអីចឹងទៅដើម្បីបង្ហាញជូនដល់ខាងបងប្អូននៅក្នុងការទស្សនាជាមួយនឹងវីដេអូតាមតំបន់រមណីយដ្ឋានបាទនិយាយទៅ admin គឺបង្ហាញជូនជាមួយនៅតំបន់រមណីយដ្ឋានក៏ដូចជាទៅណាមកណាអីចឹងទៅព្រោះថាឲ្យតែថាទៅមានវីដេអូនៅក្នុងការចែករំលែកតែម្ដងអញ្ចឹងបងប្អូនក៏ដឹងស្រាប់ហើយព្រោះថា admin ទៅណាក៏អត់ខ្វះនៅវីដេអូនៅក្នុងការបង្ហាញជូនដែរបរិយាកាសល្អតែសភាពស្អាតអញ្ចឹងមកប៉ែកខាងលើហ្នឹងមកអែមបាទហើយបើថាប៉ែកខាងក្រោមទៀតរឹតតែអែមតែម្ដងអានេះទឹកធ្លាក់កំពុងធ្លាក់លើរមៀលលើថ្មណាអូស្អាតខ្លាំងមែនតើទឹកវិញពណ៌ឡើងដណ្ដូមែនតើគួរឲ្យចង់ងូចទេបងប្អូនបើយើងមកចំរដូវវស្សាទឹករៀងល្អបន្តិចតែទឹកច្រើនតែបើយើងមករដូវប្រាំងនេះទឹកវារៀងតិចមកល្មមតែថ្លាល្អហើយស្រស់ស្អាតបងប្អូនអញ្ចឹងពុកម៉ែបងប្អូនមកដល់ភ្លាមគយគុណនៃសម្រស់លក្ខណៈធម្មជាតិអូខប់សេរីអញ្ចឹងអ៊ំពូមីងគ្រាន់តែឃើញតំណងអត់នេះបងប្អូនលេងកន្លែងទឹកធ្លាក់ហ្នឹងហើយនេះគឺគេរៀបចំលក្ខណៈផ្ទះបងប្អូនចិត្តដាំផ្ទះតិចអូស្អាតបងប្អូនមានផ្ទះកូនកំមុំផ្ទះកូនកំឡោះអីចឹងណាពេលដែលយើងថតបង្ហាញជូនចែអូភ្ញៀវបរទេសនិងភ្ញៀវជាតិនិងអន្តរជាតិគាត់ឃើញគាត់ប្រកាសជាមកលេងទស្សនាកាន់តែច្រើនតែម្ដងអញ្ចឹងខាងខ្ញុំបានមានវីដេអូច្រើនហើយនៅក្នុងការចេញជូនដល់ខាងបងប្អូននៅទឹកជ្រោះកាចាញនេះណាប៉ុន្តែសម្រាប់វីដេអូនេះគឺអារម្មណ៍មួយថាប្លែកហើយវាស្អាតខ្លាំងណាបងប្អូនយើងចាប់ប្លង់បានស្អាតច្រើនអញ្ចឹងអ៊ំពូមីងដែលគាត់បានទស្សនាដឹងហ្នឹងឥឡូវយើងចុះទៅក្រោមបងប្អូន
cho ta spin vô khángក្រោម coi con này sầm rọ nợ này khángក្រោម cái lạnh tắc lẹ nông ôi sạch khăng men tên tắc churoni admin oi best tam rồi đọc lượt đào này ôi sạch khăng ha bông ôn chân khai ở rọ tận kỳ rí cứ chơi đầm ban rôm mà đi than lẹ cái nè thò mà chết và trong coi con này sầm rọ thò mà chết sạch xong complete một khai ở rọ tận kỳ rí ôi phong phía ai san nó bông ôn miền cả lạnh đầm na cầm san dạng trơn ảnh này tam rồi nít spin vô mà bay khángក្រោម bà spin vô môn nắng cứ nơi kháng lứa bà là ní cái dưỡng ai được nông cá bằng hand chun rồi kháng bông ôn spin vô khángក្រោម đi bên mà đó cái dưỡng đa chlong cắt tam rồi rót vô mỏng bay bông ôn khơi như đã sao spin nó bị vô nó bông ôn ở bên chân đa được rót chân này tình nón khơi tết sắp hết amen tên chân cha rồng lệ chun rồi kháng bông ôn ở nông cá tu sờ nẻ video môi ní bông ôn khơi hai mình chân này tê bà xong follow nè môi mặt subscribe បារូកដង admin អ្នកមួយមកបានវីដេអូថ្មីថ្មីហ្មងបីឃើញអត់មកប៉ែកគឺថាស្អាតខ្លាំងកន្លែងជ្រុងកន្លែងណាក៏ស្អាតដែរបងប្អូនស្រឡាញ់ជាងគេប្លង់នេះបងប្អូនទៅឲ្យ complete ថតប្លង់ហ្នឹងឲ្យបានណាមានបងប្អូនណាខ្លះដែលគាត់ចាប់អារម្មណ៍ទៅលើប្លង់មួយនេះគឺថាស្អាតខ្លាំងមែនទែនកន្លែងហ្នឹងយើងអាចដើរលើទឹកបានអូយខប់សេរីចាំមើលខាងខ្ញុំបាទបង្ហាញជូនណាបាទដោយសារតែមានភ្ញៀវទេសចរដែលគាត់មកលេងដែរអញ្ចឹងទៅបាទរៀងជើងអៀតនៅក្នុងការដើរបន្តិចហើយបើថាទឹកធ្លាក់វិញស្អាតខ្លាំងមែនទែនអញ្ចឹងអូនពូមីងក៏ដូចជាខាងបងប្អូនទាំងអស់បាទមកទស្សនាជាមួយនឹង admin ទាំងអស់គ្នាលើដើរមានអូនមួយនេះដើរកិច្ចដែរហ្នឹងគេនិយាយថារៀងអៀនដែរ admin និយាយទៅគឺបើសិនតែតែឯងវិញអូលះហ្មងបាទអរគុណឥឡូវនេះគេយើងដើរតាមផ្លូវហ្នឹងបាទដើម្បីគយគុណនៃសម្រាប់ធម្មជាតិសម្រាប់ទឹកធ្លាក់អូឥឡូវដើរមកវិញរៀងស្រឡះបន្តិចតែចង់ដល់ណាអូនមកទៀតអរគុណអញ្ចឹងអ៊ំពូមីងបាទអញ្ចឹងគឺថាតំបន់រមណីយដ្ឋានបើយើងចង់ទៅស្ងាត់តតែថារកពេលវេលាដែលស្ងាត់តែសម្រាប់ខាងខ្ញុំបានគឺមនុស្សអ៊ូអច្រើនអារម្មណ៍មួយថាវាកក់ក្ដៅបងប្អូនតែបើស្ងាត់ចងុំតែម្ដងរៀងភ័យដែរហ្នឹងអញ្ចឹង admin ចូលចិត្តដើរមានគ្នាអញ្ចឹងអ៊ំពូមីងក៏ដូចជាខាងបងប្អូនទាំងអស់បាទចាប់អារម្មណ៍កន្លែងដំណើរកំសាន្តឬក៏មានកន្លែងណាមួយដែលគិតថាចង់ទៅអញ្ចឹងទៅចង់ណាត់ admin ទៅអាចណាត់បានហើយណាមួយ admin នៅខ្លួនមួយចេះទៅណាមកណាស្រួលមែនតែម្ដងណាបងប្អូនអញ្ចឹងថ្ងៃនេះមានតែប៉ុណ្ណេះសម្រាប់នៅក្នុងការចែករំលែកជាមួយនឹងវីដេអូមួយនេះទេសភាពបែបនេះអូខោសេរីឥឡូវយើងឡើងទៅលើវិញណាបងប្អូនឡើងទៅលើវិញដើម្បីកូននៅសម្រាប់កម្មចដាឡើងម្ដងមិញយើងចុះតាមរយៈកម្មចដាចុះហើយមានជាមួយនឹង spin យោឥឡូវនេះគឺយើងឡើងដល់លើ direct តែម្ដងអរគុណអញ្ចឹងតំបន់រមណីយដ្ឋាននេះគឺ perfect តែម្ដងបរិយាកាសល្អទេសភាពស្អាតអញ្ចឹងណាបងប្អូនមក complete ណាមកប៉ុពីប៉ុស្តិ៍ទុកនៅក្នុងការជាអនុស្សាវរីយ៍តែសម្រាប់ខាង admin គឺទុកវីដេអូជាអនុស្សាវរីយ៍វិញបាទផ្ញើនៅក្នុង Facebook អីចឹងទៅផ្ញើនៅក្នុង YouTube អីចឹងណាបងប្អូន TikTok អីចឹងទៅបាទបងប្អូនដឹងហើយព្រោះថាស្គាល់ខាងខ្ញុំបាទតាមរយៈអញ្ចឹងเนาะអរគុណមានតែប៉ុណ្្នេះទេជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតបាយបាយ